ថ្ងៃនេះយើងចូលដល់ promotion optimization ចាសម្រាប់ promotion optimization ហ្នឹងគឺជារបៀបជា process ដែលយើង run promotion ទៅត្រូវជាមួយនឹង channel របស់យើង run promotion ទៅតាមគេហៅថា seasonal ចាអញ្ចឹង promotion របស់យើងដឹងហើយយើងមាន base promotion យើងមានដូចជា basic deal ចា basic deal ហ្នឹងយើង run flat ចឹងទៅហើយយើងក៏មាន early booker យើងកំណត់ថា early booker ហ្នឹងរយៈពេលប្រហែលថ្ងៃចឹងណាហើយយើងក៏មានគេហៅថា minimum stay ព្រោះជាធម្មតា minimum stay ច្រើនតែ special អូខេអស់ពី minimum stay គេមាន last minute ចាជួនកាលតែខ្លះគាត់មាន strategy last minute រៀងថ្លៃជាងទៅតែខ្លះ last minute រៀងទាបតិចទៅ it depend on occupancy របស់គាត់ហើយផ្សេងទៀតហ្នឹងយើងមានដូចជា GO យើងមានជា targeting ដូចមកបាយដូចអីចឹងណាហើយ OTA ខ្លះគាត់នៅតែមានលក្ខណៈថា OTA ខ្លះគាត់ base ទៅលើ market ចិនគេគាត់ base ទៅលើ market US អីចឹងណាអញ្ចឹងកន្លែងហ្នឹងគឺសំខាន់ហើយវាមានរឿងច្រើនទៀតទាក់ទងនឹងOTA នឹងវាមានជាច្រើនទាក់ទងនឹង promotion ព្រោះគេមានជា campaign គេមានជាគេហៅថា deep deal គេមានវាថា flash sale 24ម៉ោងអីចឹងណាហើយអ្នកខ្លះគេ limit គេលក់តែម៉ោងនេះអីចឹងណាគេលក់ weekend weekday អីចឹងបើសិនជាមានចម្ងល់ទាក់ទងនឹង promotion optimization ឬក៏ធ្វើខ្ញុំគួរធ្វើ promotion នៅលើ OTA អីធ្វើនៅពេលវេលាណាអាចសួរបានអត់ពិបាកថាងខ្លាចចិត្តអីសួរខ្លាចអត់ហ៊ានស៊ីអីអត់ទេអញ្ចឹងនាងខ្ញុំគឺ open ទាក់ទងនឹងឆ្លើយរាល់សំណួររបស់យើងទាំងអស់គ្នាអរគុណ